2 ជំហានជួយឲ្យបងប្អូនសរសេរអក្សរបានស្អាតបាទជំរាបសួរបងប្អូនអរគ្នាតើតើតើនឹងការសរសេរអក្សរឲ្យបានស្អាតនេះគឺវាមានកត្តារួមផ្សំច្រើនដែលកន្លងមកខ្ញុំតែងតែចែករំលែកតើតើតើនឹងកលឹះ tip ផ្សេងៗណាបាទក្នុងការច្នៃធ្វើម៉េចឲ្យអក្សរដៃរបស់យើងនឹងមានការអភិវឌ្ឍបាទមានន័យថាបានន័យផ្លាស់ប្ដូរពីអាទឹកដៃធម្មតាមិនសូវស្អាតហ្នឹងទៅគ្រាន់បើប្រសើរជាងមុនអញ្ចឹងទៅបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងជម្រាបជូនពីជំហានងាយៗដែលជួយឲ្យបងប្អូនសរសេរអក្សរបានស្អាតបងប្អូនចង់ដឹងអីអត់បាទជំហានទី1ជ្រើសរើសទម្រង់អក្សរដែលស្អាតបាទបងប្អូនប្រសិនបើយើងអត់មានទម្រង់អក្សរដែលស្អាតជាគំរូទេណាបាទសំណួរសួរថាយើងហាត់សរសេរតាមអីបាទណាបានន័យថាយើងហាត់សរសេរចេះតែសរសេរតាមនេះផងតាមអានោះផងចឹងទៅវាអត់មានគោលដៅបាទអញ្ចឹងត្រឡប់មកវិញនៅពេលដែលយើងមានទម្រង់អក្សរដែលយើងស្រឡាញ់មិនថាយើងសេវរូបមកពីណាបាទពី Facebook ក្តីឬមួយក៏ពីចង់ស្រឡាញ់ font នៅក្នុងកុំព្យូទ័រក្តីមកទម្រង់ trade ទម្រង់បច្ឆោទម្រង់បច្ឆិតឬក៏ទម្រង់មូលទម្រង់ជ្រុងអីមិនក៏ដោយឲ្យតែជាទម្រង់អក្សរយើងស្រឡាញ់បាទយកមកបង្ហាត់សរសេរណាបាទត្រូវមានទម្រង់អក្សរជាគំរូសិនបាទហើយជំហានទី2វឹកហាត់ការសរសេរហ្នឹងហើយបាទបងប្អូនខ្ញុំតែងតែនិយាយដដែលថាអត់មានផ្លូវកាត់ទេបាទដាច់ខាតត្រូវតែឆ្លងកាត់ការវឹកហាត់សរសេរបាទខ្ញុំលើកទឹកចិត្តដល់បងប្អូនបាទវឹកហាត់ការសរសេរនេះគឺកុំបខំឲ្យសោះបាទមួយសឹមបាទដូចជាការហាត់លេងហ្គីតាអញ្ចឹងបងប្អូនណាការហាត់លេងហ្គីតាជំនាញដំបូងយើងអត់ដឹងទេមែនអត់យើងអត់ចេះទេមែនអត់ទាញមកអញ្ចឹងទៅបាទមិនដឹងថាកេះពីណាទៅណាទេបាទកេះក៏មិនត្រូវខ្សែលេងក៏មិនត្រូវភ្លេងមិនត្រូវចង្វាក់បាទណាប៉ុន្តែបងប្អូនប្រសិនបើចេះតែស្វ័យចន្ទទីមួយបត់ណាបាទមកដើមនេះលីតាំងពីចុងភូមិដល់បាទដើមភូមិដល់ចុងភូមិបាទរាល់ថ្ងៃដូចមែនតែនអញ្ចឹងបាទតាមពិតគេសួរឲ្យមើលឲ្យលីមួយបត់មកតែស្វ័យចន្ទទីទេជឿខ្ញុំទេស្វ័យចន្ទទីទេបាទយ៉ាងណាមិញបាទតើតើទៅនឹងការសរសេរអក្សរដូចគ្នាប្រសិនបើបងប្អូនមានបានន័យថាយើងបានវឹកហាត់ហើយកែប្រែសូម្បីតែអក្សរតែមួយតួទេបាទមើលទៅរៀងស្អាតណាចាប់ផ្ដើមមានទឹកចិត្តបាទនៅបើយើងអត់វឹកហាត់ទេយើងអត់មានអាប់ដេតទឹកដៃរបស់យើងទេហ្នឹងដល់ពេលដែលយើងបានវឹកហាត់សរសេររាល់ថ្ងៃហ្នឹងទៅបាទមានការរីកចម្រើនមួយថ្ងៃតិចរហូតមានតែមួយតួទេដែលយើងអាចសរសេរស្អាតណាបាទមានទឹកចិត្តហើយបាទមានទឹកចិត្តអញ្ចឹងហើយគឺធ្វើឲ្យបងប្អូនហ្នឹងរក្សានៅចំហបាទវឹកហាត់ការសរសេរបន្តទៀតដូចខ្ញុំនិយាយកាលពីคลิปវីដេអូមុនណាហេតុអីបានយើងមិនបន្តនៃការសរសេរអក្សរស្អីយើងសរសេរអក្សរអត់តាន់ស្អាតហ្នឹងហើយសរសេរអត់តាន់ស្អាតអញ្ចឹងទៅបាទចេះតែអត់ចង់សរសេរចេះតែបោះបង់បាទដូចគ្នាណាបាទអញ្ចឹងពីស្លាបកាបាទលើកទឹកចិត្តឲ្យបងប្អូនបាទខំវឹកហាត់ការសរសេរអក្សរដៃពីមួយថ្ងៃទៅមួយថ្ងៃនឹងមានការរីកចម្រើនបាទតានេះណាបាទអញ្ចឹងសរុបរួមសារថ្មីបាទជំហាន2ជំហានដែលជួយឲ្យបងប្អូនសរសេរអក្សរស្អាតសម្រាប់ថ្ងៃនេះទី1ជ្រើសរើសទម្រង់អក្សរឲ្យបានត្រឹមត្រូវដែលយើងស្រឡាញ់ចង់សរសេរតាមបាទទី2វឹកហាត់ការសរសេរអត់អាចម្លងបានទេបាទបំណងល្អពីស្លាបកា